Ok hay dương cái level mơចំណុចទី3របស់យើងអស់គ្នាបាទអញ្ចឹងនៅក្នុងចំណុចទី3នេះសម្រាប់ការបកប្រែគឺមានតែប៉ុណ្្នេះទេអស់គ្នានេះបាទក្នុងចំណុចទី3នេះគឺការបកប្រែគឺមានតែប៉ុណ្្នឹងទេហើយឥឡូវយើងអានអត្ថបទទាំងមូលអស់គ្នានេះបាទខ្ញុំសូមពរិយធំជាងនឹងបន្តិចនេះបាទតោះឥឡូវយើងលេខ1លេខ3ដល់គ្នាបាទលេខ3គេនិយាយថា Thamen 신문 기사의 내용입니다. បាទគឺមានថាខាងក្រោមហ្នឹងគឺជាសេចក្តីបាទរបស់អត្ថបទកាសែតនេះបាទអញ្ចឹងខាងក្រោមគឺជាសេចក្តីរបស់អត្ថបទកាសែតឆាលអ៊ីលកូចូលអានឲ្យបានល្អហើយឈីលមូនីថាពេលពូសេបាទសូមសារបងឆ្លើយនឹងសំណួរនេះបាទហើយខាងនេះគេដាក់ចុចស៊ីមុននៅកាសែតអីគេទាំងទៅបាទពួកអត់ដាក់ឈ្មោះកន្លែងហ្នឹងណាបាទហើយឆ្នាំ2000 2000ប្រហែលទេខែ10ថ្ងៃទី20អញ្ចឹងទៅបាទហើយចំណងជើងគេនិយាយថា Yuga Yongpum 중고도 괜찮아 បាទចឹង Yuga Yongpum មានថាទំនិញរបស់ប្រើប្រាស់សម្រាប់កុមារនៅ 중고도 ទោះបីជាវាជាទំនិញមកទឹក 괜찮아 ក៏អត់អីដែរបាទក៏គ្មានបញ្ហាអីដែរណាបាទតោះឥឡូវយើងអានទាំងអស់គ្នា김비타 지금 어떤 기관에서 만 9세 이하 자녀가 있는 부모 전명을 대상으로 중고 육아용품 구입 경험에 대한 설문조사를 실시했다. បាទហើយកលេចយើងកលេចមើលការបកប្រែរបស់យើងបាទគេនិយាយថា Chicken បាទថ្មីហ្នឹង Auton Kiganisa បាទនៅក្នុងស្ថាប័នមួយចំនួនបាទនៅក្នុងស្ថាប័នមួយចំនួន Man 9세 이하 자녀가 있는 부모 전명을 대상으로 បាទ대상으로 កន្លែងនេះសម្បកប្រែថាសម្រាប់ណាបាទសម្រាប់ប្រមាណសម្រាប់ 1000 នាក់បាទសម្រាប់ 1000 នាក់បាទនៃឪពុកម្ដាយដែលមានកូនក្រោមអាយុ 9 ឆ្នាំបាទយើងបកប្រែថៃក្រៅយ៉ាងវិញនោះណាបាទ 중고 육아용품 구입 경험에 대한 설문조사를 실시했다 បាទអស់មានពាក្យថា 설문조사를 실시했다 នេះគឺមានថាបានធ្វើការស្ទង់មតិបានធ្វើការស្ទង់មតិបាទអំពីគេបាទអីថាបែរថាអំពីណាបាទអំពីបបិសតនៃការទិញណាបាទ Quick ខៀងហំបាទបបិសតនៃការទិញទំនិញប្រើប្រាស់សម្រាប់កុមារណាបាទ Yuga Yongpum បាទមួយទឹកបាទជុំគោបាទសម្រាប់1000នាក់បាទនៃឪពុកម្ដាយដែលមានកូនក្រោមអាយុ9ឆ្នាំអញ្ចឹងគេថាថ្មីហ្នឹងណាបាទថ្មីហ្នឹងនៅស្ថាប័នមួយចំនួនហ្នឹងបាទគឺគេថាបានស្ទង់មតិបាទពាក្យហ្នឹងឯងបាទតែឥឡូវយើងមើលខ្យល់ខ្វល់គេបាទលទ្ធផលគេចេញថាម៉េចបាទនៅពេលដែលគេធ្វើការស្ទង់មតិហ្នឹងហើយលទ្ធផលគឺគេបានប្រាប់មករៀបរាប់បាទក្រាន់នៅខាងក្រៅមកតោះយើងអានអរគ្នាបាទគេនិយាយថាគឺខ្យល់ខ្វល់បាទមិនថាអាត់លទ្ធផលនោះបាទមិនថាគឺលទ្ធផលនោះ 80%가 중고 육아용품을 구입한 경험이 있다고 했다. បាទគឺមានថា 80% បាទខ្ញុំមើលថានៅក្នុងការស្ទង់មតិចម្លើយនៅស្ថិតនៅក្នុងការស្ទង់មតិចំពោះ100នាក់នៃឪពុកម្ដាយដែលមានកូនក្រោមអាយុ9ឆ្នាំអំពីបទពិសោធន៍នៃការទិញបាទរបស់ប្រើប្រាស់សម្រាប់កុមារមួយទឹកហ្នឹងគឺមាន 80% បាទគឺមាន 80% បាទ중고 육아용품을 구입한 경험이 있다고 했다 បាទគឺថាបានប្រាប់ថាណាបាទឬក៏បាននិយាយថាមានបទពិសោធន៍ក្នុងការទិញបាទរបស់ប្រើប្រាស់សម្រាប់កុមារមួយទឹកហ្នឹងបាទគឺខ្ពស់មែនតើណាអស់គ្នា 80% ណាបាទតោះគ្នាឥឡូវយើងមើលខាងក្រោមទៀតបាទគេនិយាយថា 그중에서 구입한 제품이 마음에 들고 괜찮았다는 대답은 បាទបើថានៅក្នុងចំណោមនោះបាទគឺជួងអេសបែរថានៅក្នុងចំណោមនោះអស់នេះបាទនៅក្នុងចំណោមនោះបាទហើយយើងចាប់បានបកប្រែថេតាពុនថយក្រោយបាទចម្លើយដែលនិយាយថាអត់បញ្ហាបាទអត់ត្រូវអត់មានអីទាំងអស់បាទអត់គ្មានបញ្ហាអីទេបាទអញ្ចឹងចម្លើយនិយាយថាគ្មានបញ្ហានឹងបាទពេញចិត្តម៉ៅមីធឺគូបាទនឹងពេញចិត្តនៅបាទគួយផាន់ឈីភូមិបាទទំនិញដែលពួកគេបានទិញហ្នឹងគឺមាន60% 높게 나타났고 គឺមានថាបានបង្ហាញបាទដាក់ 높게 នេះគឺខ្ពស់បាទមានថាទិសត្រូវបានបង្ហាញខ្ពស់បាទរហូតដល់បាទ 64.2% ណោះបាទអរគ្នាច្រើនណាស់បាទ 64.2% បាទអញ្ចឹងក្នុងសម្រាប់ចម្លើយដែលគេនិយាយថាអត់អីហើយពេញចិត្តចំពោះនឹងអីវ៉ាន់ដែលគេទិញហ្នឹងណាបាទក្នុងចំណោម 80% ហ្នឹង
bà hay dương mưa bắt đầu mà thiết bà phù thông nhiều ta nên thể tạp bi bà chứng chầm lái đai kinh gì tha thom đá bà thom đá nó cứ 23.8% bà cứមានថាមាន 23.8% 생각한 것보다는 별로였다는 대답은 bà mới tha chầm lái đai bà kê gì tha mình lọ đuổi cả kịch bà chầm lái đai kê gì tha bà mình lọ đôi ca kịch rồi chiên ca kịch cứ miên trầm ta đọc pi pi rồi thì nè bà 12%였다 bà cứ miên trầm ta đọc pi pi rồi tệ 예물부터 말이야 막힌 예다 그리고 중고 유가용품을 구입한 사람 중에서 다시 중고 유가용품을 구입할 생각이 있다는 대답이 40%를 차지했다. 만약에 그리고 하의 중고 유가용품을 구입한 사람 중에서 만약에 không chấm nào mà lúc đã bán tinh bà tùm ninh pra sầm rạp của ma mùi tật nâng 다시 중고 유가용품을 구입할 생각이 있다는 대답이 bà chấm lại đây kia gì tha miên ca kịch nâng tinh bà tùm ninh pra bà sầm rạp của ma mùi tật mà đòn tiền nâng cứ miên ở sai sập phi rồi nè bà 40%를 차지했다. 반증 차지하다 그 다 미엔 nào này nè bà 차지하다 miên đi có tua dội đi có cắn cắt này đây là những sản phẩm để tham miên này bà hay như vừa mà tiết bà kinh nghiệm tha 많은 부모들이 중고 유가용품을 구입하는 이유는 비용이 줄일 수 있어서라는 대답이 52.1%로 가장 높았고 bà cứ mê tha mua hạt này bà mua hạt đây ở bụng mà đài chỉ trán bà tình ai van rồi còn bỏ pra sầm rạp của mà mình tịch nâng cứ chấm like tha đòi xa tái bà đòi xa tái bà chấm like tha đòi xa tại kế bà 비용을 줄일 수 있어서 là sao tại ai cắt mình thôi là lại chấm này bán cứ miên 52.1% rồi nhé bà khá chăng nộp cổ bà cứ người ta việc buộc trình kê bà đầu từ đó 52% rồi bà 52% rồi 유무부터 말뜻 맛의 제품의 구입 비용이 부담돼서라는 대답이 33.4%bà cái người ta chấm lái đây là gì tha đối xa tại ca tinh ấy văn thâm mày cứ trừ từ tu bản tục từ lưới thay chấm này nứng bà trơn bà cứ miên trầm bà sam sập bay cho bà buôn phi rồi đằng ai bà chẳng hay dương một toàn tiết bà kinh nghiệm tham 물건을 사용 기간이 짧아서라는 대답이 14.5%였다. bà cái người ta chấm lái đây cái gì thả nó là nên 대답 chấm lái đây cái gì thả 물건의 사용 기간이 말이야 내 pra tụm nín những cứ chai bà sọ bà vì clay chẳng viên miên trầm tê đập 4.5% rồi tệ nè bạn cứ miên đập 4.5% rồi bà hay là dương mơ cả tha khăn bà tôi mà tiền đọc này nè bà cái gì đã hắn phiền bà miang vinh tiết 중고 유가용품을 구입한 경험이 없다고 대답한 사람들 중에서 bà thay nó không chấm nào mà nó đại quạt bàn chơi tha miên bảo bị sao không cả tinh bảo pra sản phẩm của mà mình tự nú 70%는 bà mới thay chất sập rồi bà chứ như ai bảo thay cày một bình ở này bà chỉ tập bảo lại nên thay cày một bình mà bù bị vềไปở này bà nhưng ai thay cày một sân nó bà thay chất sập rồi bà nó không chấm nào mà nó đại bàn gì tha miên bảo bị sao không cả tinh bà ai van pra sản phẩm của mà mình tự nâng cứ 앞으로 많은 ngày càng một 중고 유가용품을 사거나 주변 사람들에게 물려받을 생각이 있다고 답했다. và phụ cái ban slide prap tham miên cùng nịch bạn nâng tuột rồi có snon cái bờ đọ pi bạn nhẹ nơi trung bình khuôn bạc quạt nâng và 주변 사람들에게 bà pi nhẹ nơi trung bình khuôn bạc quạt rồi có 중고 유가용품을 사거나 bà rồi có tinh bà tụm ninh bà pra sản phẩm của mà bà mới tự nâng bà
ហើយយើងមើលបន្តមកទៀតបាទគេនិយាយថា ý ឬ thung he បាទអញ្ចឹងតាមរយៈការស្ទង់មតិនេះបាទអញ្ចឹង ý ឬ thung he តាមរយៈការស្ទង់មតិនេះ Manin saram teri បាទមនុស្សជាច្រើន 육아용품을 중고로 사는 것에 대해 긍정적으로 생각하고 있는 것을 알 수 있었다. អញ្ចឹងគេអាចដឹងថាបាទគេអាចដឹងថាបាទមានមនុស្សជាច្រើនណាបាទគេអាចដឹងថាមានមនុស្សជាច្រើនបាទពួកគេមានចិត្តបាទថាពួកគេកំពុងតែមានចិត្តបាទគិតបែបវិជ្ជមានណាបាទបើអំពីបាទអេទេបាទថាអំពីណាបាទអំពីការទិញបាទរបស់មួយទឹកហ្នឹងកន្លែងនេះខ្ញុំសូមបកប្រែឲ្យម្ដងទៀតណាបាទគេនិយាយថាតាមរយៈការស្ទង់មតិហ្នឹងគឺគេអាចដឹងថាមានមនុស្សជាច្រើនដែលពួកគេកំពុងតែមានចិត្តគិតបែបវិជ្ជមានទៅលើការទិញរបស់ប្រើប្រាស់សម្រាប់កុមារបាទមួយទឹកហ្នឹងបាទអញ្ចឹងវាឡើងខ្ពស់រហូតដល់ 80% ហើយអញ្ចឹងកាលណាបើវាឡើងខ្ពស់ដល់ 80% អញ្ចឹងវាច្រើនដែរមែនទេអ្នកនរបាទវាច្រើនដែរបាទបាទអ្នកនរឥឡូវយើងចូលទៅមើលបាទសំណួរចម្លើយរបស់យើងណាបាទទី1គេនិយាយថា 이 글은 무엇에 대해 설문조사한 내용입니까 បាទគេសួរថាតើអត្ថបទនេះបាទអត្ថបទនេះគឺជាសេចក្តីដែលគេបានធ្វើការស្ទង់មតិអំពីអ្វីបាទគឺជាអត្ថបទដែលមានសេចក្តីដែលគេបានធ្វើការស្ទង់មតិអំពីអីគេបាទគេស្ទង់មតិអំពីអីគេអរគ្នាបាទនៅក្នុងចម្លើយរបស់យើងនៅក្នុងអត្ថបទរបស់យើងគឺគេនិយាយមែនអរគ្នាណាបាទគេនិយាយគេបាទ 구입 중고 육아용품 구입 경험에 대한 설문조사를 실시했다 អញ្ចឹងកន្លែងនេះគឺជាអំណះអំណាងហើយណាបាទយើងអាចយកមកឆ្លើយនៅចម្លើយខាងក្រោមបានគឺយើងអាចនិយាយថាម៉េចបាទយើងអាចនិយាយថា 중고 육아용품 구입 경험 បាទយើងអាចនិយាយតែប៉ុណ្្នឹងក៏បានដែរណាបាទហើយយើងមើលទី2បងប្អូនបាទទី2គេនិយាយថា 설문조사에서 한 질문으로 맞지 않는 것을 고르세요 បាទមានថាសូមជ្រើសរើសអ្វីដែលមិនត្រឹមត្រូវបាទទៅនឹងសំណួរដែលគេបានសួរអំពីការស្ទង់មតិហ្នឹងបាទអំពីការចុះធ្វើជំរឿនហ្នឹងបាទឥឡូវយើងមើលទី1គេនិយាយថា 중고 육아용품을 왜 구입했습니까 បាទគេសួរថាហេតុអីបាទបានជាអ្នកទិញរបស់ប្រើប្រាស់សម្រាប់កុមារមួយទឹកបាទមូលហេតុអីអញ្ចឹងអាសំណួរហ្នឹងតាក់ទងអត់បើសិនជាយើងអានអត្ថបទមិញជាច្រើនមិញណាបាទហើយគឺតាក់ទងមែនទេបើសិនជាយើងអត់នេះធ្វើម៉េចបានដឹងឥឡូវយើងមើលក្នុងចម្លើយមួយចំនួនមកគេនិយាយថាណាបាទនេះបាទ 비용을 줄일 수 있어서라는 대답 មែនទេចម្លើយដែលគេនិយាយថាដោយសារតែអាចកាត់បន្ថយថ្លៃចំណាយបាទនេះគឺសិតតែមូលហេតុដែលគេសួរហើយបានវិចេញចម្លើយបែបហ្នឹងណាបាទហើយបន្តមកទៀតគឺនេះបាទ새 제품의 구입 비용이 부담돼서라는 대답 ចាហ្នឹងគឺសិតតែចម្លើយទាំងអស់ណាបាទគឺអាហ្នឹងគឺត្រឹមត្រូវហើយសម្រាប់ពាក្យទី2បាទសំណួរទី2ពេលគេទៅសម្ភាសហ្នឹងគេនិយាយថាម៉េចគេនិយាយថា 중고 육아용품을 구입한 적이 있습니까 បាទតើអ្នកធ្លាប់ទិញបាទរបស់ប្រើប្រាស់សម្រាប់កុមារមួយទឹកដែរឬទេបាទអញ្ចឹងកន្លែងហ្នឹងក៏បានសាកសួរដែរដោយសារទេបើសិនជាបានសាកសួរធ្វើម៉េចគេដឹងពីព័ត៌មានជាក់លាក់រហូតដល់ 80% បាទនៃចំនួនអ្នកដែលបានធ្វើការទិញរបស់ប្រើប្រាស់សម្រាប់កុមារមួយទឹកបាទអញ្ចឹងកន្លែងហ្នឹងគឺបានសួរណាបាទហើយសម្រាប់ទី3វិញ 중고 육아용품을 구입해 보니까 어땠습니까 បាទអញ្ចឹង 어땠습니까 គឺមានថាដោយសារតាអ្នកបានទិញបាទបានសាកបងទិញទំនិញប្រើប្រាស់ឬក៏របស់ប្រើប្រាស់សម្រាប់កុមារមួយទឹកហ្នឹងតើយ៉ាងម៉េចវិញបាទអញ្ចឹងអានេះក៏ជាចម្លើយដែរមែនអត់មែនទេបាទក៏ជាចម្លើយដែរចម្លើយទាំងអស់បាទព្រោះអីយើងតាមការអានតាមការបញ្ជាក់មកគឺចម្លើយវាបាទបានប្រាប់ទាំងអស់ហ្នឹងណាបាទហើយមើលកន្លែងលេខ3បាទលេខ3គេនិយាយថា 중고 육아용품을 다른 사람에게 준 적이 있습니까 បាទតើអ្នកធ្លាប់បានឲ្យរបស់មួយទឹកទៅរបស់ប្រើប្រាស់សម្រាប់កុមារមួយទឹកទៅអ្នកដទៃដែរទេបាទអញ្ចឹងអាហ្នឹងដូចជាអត់តាក់ទងទេមែនទេបាទព្រោះបើយើងអានមកខាងលើវាអត់តាក់ទងជាមួយសំណួរហ្នឹងទេហើយបើសំណួរបើអត្ថបទចុងក្រោយនេះគឺបាទវាមិនមែនតាក់ទងជាមួយចម្លើយទី4ហ្នឹងទេ
bà nhưng ai lo tiền ăn bọt đi nhưng anh ăn lo tiền đấy và ăn bọt đi cái gì tha chất sắp rồi này nước nông chấm nuông nước nông chấm nao mà nó đã phụ kia bàn gì tha miền bọt sọt nông cà tinh bà đã bọt ra pra sầm của mà mình thực đó cứ nơi ngay không một phụ kia nâng bà miền chất bà trong tinh bọt pra mình thực đài rồi có phụ kia nâng từ tua bà được có snon bà pi nè chung vinh luôn bạn chắc ở miền nào chấm lại oi thì bà ở miền chấm lại oi đấy nè bà miền tây chấm lại snon và trên cái này nâng tị buồn cứ ở tầm trời thì bà cho mày tha cứ việc khó nâng ai và chính như ai cu trong vùng chung vinh lệ buồn màu này đấy bà cu trong vùng chung vinh lệ buồn tạo hạ lấy dương mơ và to mà tiệt bà ấy bấy cái gì tha vì cứ đây nhiều quả cắt xem ô tha được mình lại sẽ xéo bà mình tha xôm cu sinh nhạc sao ô person ba chấm lại tiếng bảy này vì đôi chừng mùi nâng sức ấy bằng hai là bỏ tập bật khăn lơ hai bà sinh chỉ vì khó gì kiểu những cụ sinh nhạc sao ấy bà ở đây chúng tôi kinh nghiệm 중국 육아용품이 괜찮다고 생각하는 사람이 많지 않다. 반증 kinh nghiệm mình nuôi còn nè đại kịch tha tụm ninh pra sầm đạp của ma mùi tực nó cứ admin bánh hà ấy nó cứ vì miền tịch bà miền tịch admin tràn đấyนะมันเฉียนthảคือmiền tịch miền tịchคือก็miền trànออกเนี่ยแล้วยังมือกันหลายนี่bàจำลายบอกเยอะกินยาทาคือจุงเอซอควิป한 제품이 마음에 들고 괜찮았다는 대답은 64.2%로 높게 나타났고 그 vikpo nó nè bản chất vikpo hãy bản chất cái này nó cứ x bản chất cái này nó tầm trở thế nè x đóต่อหาเลยยังเมื่อจำได้ในปีบ่าจำได้ในปีกันนี้ถ้า비용이 저렴해서 중고 육아 용품을 산다는 사람이 가장 많다. 말하긴 하 nè đài ban tỉnh bà tụm ninh pra được nè là ban tỉnh bà pra sầm của ma mình thực đại sa ta thay chấm nái nâng về thu thay bà cứ vichran chính kế bà vichran chính kế men nè bà đại sa ta cái này ní kinh gì tha 많은 부모님들이 중고 육아용품을 구입하는 이유는 네, bà 비용을 줄일 수 있어서 라는 대답이 52.1%로 가장 높았고 bà chính là những cái từ từ này bà nhưng ai cu sinh nhạc sao bán ai mơ bắt đầu mà tiết bà thì bấy kinh nghiệm 대부분의 사람들은 bàមនុស្សភាគច្រើនគឺ중고 육아용품을 구입해 본 적이 없다 bà cứអត់ធ្លាប់ទិញនៅផលិតផលប្រើប្រាស់សម្រាប់មកទឹកទេបាទនឹងគឺវាខុសហើយបាទវាអត់ត្រឹមត្រូវទេបាទគឺមនុស្សភាគច្រើនធ្លាប់បានទិញហ្នឹងមិនត្រឹមត្រូវណាបាទបើមនុស្សភាគច្រើនអត់ធ្លាប់បានទិញគឺវាខុសហើយកន្លែងហ្នឹងអស់នេះណា